បាទជាបឋមសូមគោរពជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តទាំងអស់ដែលកំពុងតែតាមដានទស្សនានៅ Channel Pre Talking ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី11នៃខែវិច្ឆិកាឆ្នាំ2025ហើយនេះក៏ជាវីដេអូទី2ដែរដែលខ្ញុំនឹងលើកយកមកចែករំលែកចែកជូនដល់បងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃទី11នេះបងប្អូនមកទល់នឹងពេលនេះឃើញថាលោកប្រធានាធិបតី Donald Trump ធ្វើឲ្យមានភាពតានតឹងជាសកលតែម្ដងជាមួយនឹងការបញ្ជាឲ្យសាកល្បងនៅអាវុធនុយក្លេអ៊ែរដ៏គួរឲ្យភ្ញាក់ផ្អើលនេះបើតាមប្រភពសារព័ត៌មានដែលគេចុះផ្សាយការបញ្ជាឲ្យសាកល្បងអាវុធនុយក្លេអ៊ែររបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានចេញផ្សាយកាលពីចុងខែតុលាកន្លងទៅគឺបានបង្កឲ្យមានការព្រួយបារម្ភជាសកលខណៈដែលប្រទេសរុស្ស៊ីបានបញ្ជាឲ្យរៀបចំផែនការស្រដៀងគ្នានិងសហរដ្ឋអាមេរិកកំពុងតែព្យាយាមរារាំងផងដែរបើទោះបីជាមន្ត្រីធម្មពលសហរដ្ឋអាមេរិកបានបញ្ជាក់ថាការសាកល្បងនេះនឹងមិនរួមបញ្ចូលនៅការផ្ទុះនៃអាវុធនុយក្លេអ៊ែរជាក់ស្ដែងក៏ដោយក៏ការសម្រេចចិត្តនេះបានរំខានទៅដល់កិច្ចព្រមព្រៀងជាសកលដែលមានរយៈពេលជាង30ឆ្នាំមកហើយការបញ្ជានេះដែលត្រូវបានលើកឡើងដោយលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃទី30ខែតុលាឆ្នាំ2025តាមរយៈវេទិកាសង្គម Truth Social របស់លោកបានហៅឲ្យក្រសួងការពារសហរដ្ឋអាមេរិកចាប់ផ្ដើមសាកល្បងអាវុធនុយក្លេអ៊ែររបស់យើងដោយឈរជើងលើមូលដ្ឋានស្មើគ្នាជាមួយបណ្ដាប្រទេសផ្សេងៗទៀតដូចជារុស្ស៊ីនិងចិនដែលលោកនឹងចោទថាកំពុងតែសាកល្បងជាសម្ងាត់នៅអាវុធនុយក្លេអ៊ែរហើយលោកត្រាំបានអះអាងថារុស្ស៊ីកំពុងតែសាកល្បងចិនកំពុងតែសាកល្បងប៉ុន្តែពួកគេមិនបាននិយាយអំពីវានោះទេក្នុងបទសម្ភាសន៍ជាមួយ CBS រយៈពេល60នាទីកាលពីថ្ងៃទី31ខែតុលាឆ្នាំ2025កន្លងទៅទោះជាយ៉ាងណាអ្នកជំនាញអន្តរជាតិបានបដិសេធការអះអាងនេះដោយបញ្ជាក់ថាគ្មានប្រទេសណាមួយធ្វើការសាកល្បងឬក៏ផ្ទុះអាវុធនុយក្លេអ៊ែរដ៏សំខាន់ចាប់តាំងពីទសវត្សរ៍1990មកម្លេះនៅថ្ងៃទី10ខែវិច្ឆិកាឆ្នាំ2025ម្សិលមិញនេះក្រមសភាអាមេរិកគណៈបូលបាតិកបានដាក់ព្រាងច្បាប់ដើម្បីរារាំងការសាកល្បងដោយមិនមានការអនុញ្ញាតពីសភាច្បាប់នេះត្រូវបានណែនាំឲ្យសភាឬក៏សមាហភាពនឹងត្រូវបានគ្រប់គ្រងឬក៏បានគ្រប់គ្រងដោយក្រុមមេដឹកនាំពីរដ្ឋ New Mexico ដែលមានទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរដ៏សំខាន់ក្នុងលិខិតប្រកាសព័ត៌មានពួកគាត់បានលើកឡើងអំពីគ្រោះថ្នាក់នៃបរិស្ថាននិងសុខុមាលភាពដូចជាការប៉ះពាល់ទៅដល់សហគមន៍ជិតកន្លែងសាកល្បងដែលបានរងផលប៉ះពាល់ពីការសាកល្បងពីមុនមកហើយការសាកល្បងនេះគឺជាការសាកល្បងដ៏គួរឲ្យសោកស្ដាយបំផុតនិងមិនគួរនឹងចាំបាច់ធ្វើតតែសោះសម្ដេចសភាលោកស្រី Nancy Pelosi បាននិយាយថាលើសពីនេះរដ្ឋមន្ត្រីធម្មពលលោក Chris Wright បានបញ្ជាក់កាលពីថ្ងៃទី6ខែវិច្ឆិកាថាការសាកល្បងដែលត្រូវបានបញ្ជាមិនឲ្យចូលរួមបញ្ចូលនៃការផ្ទុះនៅអាវុធនុយក្លេអ៊ែរជាក់ស្ដែងប៉ុន្តែជាការសាកល្បងបច្ចេកវិទ្យានិងការត្រួតពិនិត្យសមត្ថភាពអាវុធទោះជាយ៉ាងណាអ្នកជំនាញបានប្រមានថាការសម្រេចចិត្តនេះអាចនាំឲ្យមានការប្រកួតប្រជែងជាសកលនិងរំខានទៅដល់សន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរ CTBT ដែលសហរដ្ឋអាមេរិកបានចូលរួមចាប់តាំងពីឆ្នាំ1996មកម្លេះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យមន្ត្រីកម្ពុជារៀបចំផែនការសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរប្រសិនបើចាំបាច់នៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025កន្លងទៅជាការឆ្លើយតបដោយផ្ទាល់ចំពោះលោកប្រធានាធិបតី Donald Trump អ្នកនាំពាក្យក្រមឡានលោក Dmitry Peskov បានបញ្ជាក់ថារុស្ស៊ីនឹងគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមសន្ធិសញ្ញាជាសកលប៉ុន្តែនឹងសាកល្បងបើសហរដ្ឋអាមេរិកធ្វើមុនដើម្បីរក្សាសមតុល្យនៅក្នុងក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរដ្ឋមន្ត្រីការពារជាតិលោក Andrei Belosov បានអំពាវនាវឲ្យរៀបចំទីតាំងសាកល្បង Novaya Zemlya ជាបន្ទាន់
ចំណែកប្រទេសចិនបានជំរុញឲ្យសហរដ្ឋអាមេរិកគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះការហាមឃាត់ជាសកលខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសលោកគីវ៉ូជាគុណបាននិយាយថាចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល600គ្រាប់បើធៀបនឹង5177គ្រាប់របស់អាមេរិកនិង5489គ្រាប់របស់រុស្ស៊ីតាមរបាយការណ៍របស់ SIPRI លោកត្រាំបានអះអាងថាចិននឹងមានសមតុល្យនឹងសហរដ្ឋអាមេរិកក្នុងរយៈពេល5ឆ្នាំប៉ុន្តែគ្មានភស្តុតាងនោះទេប្រធានអង្គការសហប្រជាជាតិលោកអាន់តូនីអូបានប្រកាសថាការសាកល្បងអាវុធនុយក្លេអ៊ែរមិនអាចត្រូវបានអនុញ្ញាតក្នុងកលៈទេសៈណាក៏ដោយហើយក្រុមដែលឈ្នះពានរង្វាន់ Nobel សន្តិភាពហៅការបញ្ជានេះថាផ្ទុយដោយផ្ទាល់ទៅនឹងកិច្ចខិតខំប្រឹងប្រែងជាសកលសម្រាប់ពិភពលោកសន្តិភាពដោយគ្មានអាវុធនុយក្លេអ៊ែរអ្នកជំនាញជាច្រើនបានប្រមានថាវាអាចនាំឲ្យមានការប្រកួតប្រជែងជាសកលនិងកើនឡើងនូវគ្រោះថ្នាក់ដែលមិនគួរឲ្យកើតមាននោះទេនៅលើវេទិកាបណ្ដាញសង្គមជាច្រើនកំពុងតែពិភាក្សាគ្នាជាមួយនឹងការបង្ហោះដូចគ្នាជាមួយនឹងអ្នកសារព័ត៌មានក៏បានចុះផ្សាយពីការគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចនិងសំណុំពរឲ្យយកបាល់នុយក្លេអ៊ែរនេះចេញពីដៃកុមារទៅចោះជាមួយនឹងការបង្ហោះនេះដែរពីអង្គការបាយ័ននុយក្លេអ៊ែរបានលើកឡើងថាយើងមានសុវត្ថិភាពតែពេលដែលពិភពលោកគ្មានអាវុធនុយក្លេអ៊ែរការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីរុស្ស៊ីសាកល្បងកំជ្រួចដែលមានសមត្ថភាពនុយក្លេអ៊ែរនិងយន្តហោះគ្មានមនុស្សបើកកាលពីចុងសប្តាហ៍មុនហើយលោកត្រាំបានធ្វើតេស្តនៅកំជ្រួច Minuteman 3 ICBM នៅថ្ងៃទី5ខែវិច្ឆិកាឆ្នាំ2025កន្លងទៅដែលត្រូវបានគេឃើញជាលើកដំបូងទោះបីជាមិនមានការសាកល្បងនុយក្លេអ៊ែរដោយផ្ទាល់ក៏ដោយក៏វាបានបង្កើនភាពតានតឹងហើយអ្នកជំនាញមកពី IISS បានប្រមានថាវាជាសញ្ញាសម្រាប់សម័យនុយក្លេអ៊ែរដែលមិនមានស្ថិរភាពទោះបីជាលោកត្រាំបាននិយាយថាគាត់ចង់ចរចាកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយនឹងរុស្ស៊ីនិងចិនក៏ដោយក៏ការបញ្ជានេះធ្វើឲ្យពិភពលោកសង្ស័យពីគោលបំណងពិតក្នុងពេលដែលសហភាពអាមេរិកកំពុងតែពិចារណាច្បាប់រារាំងនិងរុស្ស៊ីកំពុងតែរងចាំពីការបញ្ជាក់ពិភពលោកកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់អំពីបញ្ហានៃការសាកល្បងអាវុធនុយក្លេអ៊ែរដែលនាំឲ្យមានសង្គ្រាមត្រជាក់កើតឡើងសារជាថ្មីនេះជាព័ត៌មានមួយដែលប្រធានាធិបតីលោកដូណាល់ត្រាំធ្វើឲ្យមានភាពតានតឹងជាសកលជាមួយនឹងការបញ្ជាឲ្យសាកល្បងអាវុធនុយក្លេអ៊ែរដ៏គួរឲ្យភ្ញាក់ផ្អើលដូច្នេះហើយបងប្អូនឃើញថាបើតាមអត្ថបទសារព័ត៌មានដែលគេចុះផ្សាយក្រុមដែលឈ្នះពានរង្វាន់ Nobel សន្តិភាពបាននិយាយនៅក្នុងសម្បត្តិដែលទទួលបានដោយ AFP ថាការណែនាំនេះគឺផ្ទុយដោយផ្ទាល់ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជាតិជុំវិញពិភពលោកដែលខិតខំដើម្បីពិភពលោកសន្តិភាពដោយគ្មានអាវុធនុយក្លេអ៊ែរហើយមកទល់នឹងពេលនេះគឺมันអាចទទួលយកបានទាំងស្រុងតែម្ដងអំពីការធ្វើតេស្តនៅអាវុធនុយក្លេអ៊ែរជាសកលដូច្នេះហើយបងប្អូនយើងឃើញថាបន្ទាប់ពីជំនួបរបស់លោកដូណាល់ត្រាំជាមួយនឹងមេដឹកនាំចិនលោកស៊ីនជីនពីងអ្នកនាំពាក្យក្រសួងការបរទេសចិនលោកចៅជីនគួនគឺបានជំរុញឲ្យសហរដ្ឋអាមេរិកគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះការហាមឃាត់ធ្វើតេស្តនៅអាវុធនុយក្លេអ៊ែរជាសកលហើយប្រទេសចិននិងសហរដ្ឋអាមេរិកសង្កេតឃើញការផ្អាកជាក់ស្ដែងទៅលើការសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរបើទោះបីជារុស្ស៊ីនិងសហរដ្ឋអាមេរិកតែងតែធ្វើសម្ពយុទ្ធយោធាពាក់ព័ន្ធនឹងប្រព័ន្ធដែលមានសមត្ថភាពប្រើប្រាស់នៅថាមពលនុយក្លេអ៊ែរក៏ដោយហើយអង្គការសហប្រជាជាតិលោកអានតូនីក៏បាននិយាយផងដែរតាមរយៈអ្នកនាំពាក្យរបស់គាត់ថាការធ្វើតេស្តអាវុធនុយក្លេអ៊ែរគឺมันអាចអនុញ្ញាតឲ្យធ្វើនោះទេបើទោះបីជាក្នុងកលៈទេសៈណាក៏ដោយដូច្នេះយើងឃើញថាចាប់តាំងពីសហរដ្ឋអាមេរិកបានក្លាយជាប្រទេសដែលចុះហត្ថលេខីចាប់តាំងពីឆ្នាំ1996ទៅនឹងសន្ធិសញ្ញាហាមឃាត់ការសាកល្បងអាវុធនុយក្លេអ៊ែរយ៉ាងទូលំទូលាយដែលហាមឃាត់រាល់ការផ្ទុះឬក៏ការសាកល្បងអាវុធនុយក្លេអ៊ែរណាមួយក៏ដោយបងប្អូនណាគឺมันអាចមានតទៅសោះឥឡូវនេះបងប្អូនយើងឃើញថាមកទល់នឹងពេលនេះចាប់ផ្ដើមសម្ញែងគ្នាទៅវិញទៅមករុស្ស៊ីចិន
បាទអាមេរិកកំពុងតែចង់សាកល្បងអាវុធនុយក្លេអ៊ែររៀងៗខ្លួនដោយសារតែចង់សម្លៀងខ្លះទុកចោលនៅក្នុងឃ្លាំងនឹងវាយូរមកហើយឥឡូវនេះបងប្អូនភាពតានតឹងធ្វើឲ្យប្រជាពលរដ្ឋក៏រួមទាំងប្រជាជនរស់នៅលើសកលលោកនេះកំពុងតែមានការភ័យខ្លាចចំពោះអាវុធទាំងអស់នេះសម្រាប់អត្ថបទខាងលើក៏ឈានដល់ទីបញ្ចប់ផងដែរហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៅអត្ថបទនេះតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like ចុច subscribe ដើម្បីទទួលបាននូវវីដេអូថ្មីៗពីខ្ញុំបាទបន្តទៀតនៅពេលនេះខ្ញុំបាទ Pri Talking ក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយជាបន្តទៀតសូមអរគុណ